ប្រជាពលរដ្ឋក្រីក្ររស់នៅដោយក្តីលំបាករោគព្រឹកខ្វះល្ងាចត្រូវបានឯកឧត្តមបណ្ឌិតសេនីយ៍ត្រីសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំមានការអាណិតអាសូរនិងសន្តោសប្រណីដល់ក្រុមគ្រួសារដ៏កំសត់នេះព្រមទាំងបានផ្ដល់ជូននៅឈើឃ្នៀបចំនួន8សន្លឹកនិងមានតម្លៃ 252,000 រៀលព្រមទាំងស័ង្កសី20សន្លឹកសម្រាប់ជូនក្រុមគ្រួសារដើម្បីជួសជុលផ្ទះខណៈពេលដែលជំរកសះនៅមានការធ្លុះធ្លាយតាមរបាយការណ៍របស់លោកមេភូមិមេឃុំបានបញ្ជាក់ថាគ្រួសារទីទិលក្រនេះមានឈ្មោះឡនណយអាយុ44ឆ្នាំមានប្រពន្ធឈ្មោះវ៉ាន់ផាអាយុ45ឆ្នាំមានកូនតូចៗនៅក្នុងបន្ទុក4នាក់រស់នៅភូមិត្រាចឃុំកំពង់ជៀនជើងស្រុកស្ទងខេត្តកំពង់ធំក្រុមគ្រួសារនេះគ្មានដីស្រែសម្រាប់បង្កបង្កើនផលនោះទេគឺមានមុខរបរដើរស៊ីឈ្នួលធ្វើកម្មករគ្រប់យ៉ាងឲ្យតែបានលុយរីឯភរិយាវិច្ចនំសន្សំលក់ក្រាន់បានថវិកាសម្រាប់ចិញ្ចឹមកូនដោយរកមួយថ្ងៃខ្វះមួយថ្ងៃឯកឧត្តមបណ្ឌិតសេនីយ៍ត្រីសំសុនក្រោយពីបានចុះពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជនក៏បានជួបនឹងក្រុមគ្រួសារដែលមានជីវភាពក្រីក្ររស់នៅក្នុងខ្ទមកំសត់ដំបូលទ្រុះធ្លាយគ្មានដីសម្រាប់ធ្វើស្រែកំពុងតែដង្ហើយរកសប្បុរសជនដើម្បីជួយឧបត្ថម្ភក៏បានសម្រេចចិត្តផ្ដល់ឈើនិងសង្កសីរួមជាមួយនឹងលោកមេឃុំកំពង់ចិនជើងដើម្បីឲ្យគាត់ជួសជុលផ្ទះរស់នៅបានសមរម្យនឹងគេក្នុងឱកាសនេះដែរក៏បានផ្ដល់នៅអំណោយរបស់ឯកឧត្តមហ៊ុនម៉ាណែតនៅអង្ករ25គីឡូក្រាមមីយើងមួយកេះនិងថវិកា9,000 រៀលហើយបានផ្ដាំផ្ញើឲ្យថែទាំសុខភាពជាពិសេសកូនពិសាអាហារស្អាតមានអនាម័យជៀសវាងការឆ្លងជំងឺរាគរូសនៅក្នុងរដូវក្តៅនេះហើយសូមឲ្យមានការប្រុងប្រយ័ត្ននៅអគ្គិភ័យពន្លត់ភ្លើងចង្ក្រានមុនពេលចាកចេញពីផ្ទះខេត្តកំពង់ធំខ្ញុំបុរដ្ឋាធ្វើសេចក្តីរាយការណ៍